កិច្ចចាប់ដើមសូមគោរពដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលមានវត្តមាននៅទីនេះខ្ញុំបាទឈ្មោះគឹមលេងថ្ងៃនេះខ្ញុំមកឡើង present នៅចំពោះទី3មេរៀនទី4បញ្ហាសមុទ្រថ្ងៃនេះខ្ញុំមានការពីរគឺកត្តាមនុស្សមាតិកាទី1កត្តាមនុស្សនិងទី2កត្តាសេដ្ឋកិច្ចតែមុននឹងចូលដល់ការបកស្រាយរបស់ខ្ញុំសូមលើកនៅពាក្យកន្លឹះជាមុនសិនបញ្ហាគឺជាពាក្យឬសេចក្តីដែលមានអាកំបាំងប្រាថ្នាចំណោទសមុទ្រមានន័យថាអន្លង់ទឹកធំធេងជ្រៅជ្រៅលហលហៅលំនឹងបាត់ចិត្តត្រើយដែលមានអំបិលរសជាតិប្រៃស្មើភាគគ្នានឹងទឹកសាកលឥឡូវដល់ចំណុចទី1កត្តាមនុស្ស 1.1 កាកសំណល់ចែកជា3គឺកកាកសំណល់ឧស្សាហកម្មគ្រឿងម៉ាស៊ីនគ្រប់បែបយ៉ាងដែលប្រើឥន្ធនៈផូស៊ីលបញ្ចេញផ្សែងទៅក្នុងបរិយាកាសធ្វើឲ្យអាកាសពុលសារធាតុពុលទាំងនោះរួមផ្សំជាមួយនឹងភ្លៀងបង្កើតបានជាភ្លៀងអាស៊ីតដែលស្រោចមកលើទីក្រុងហើយហូរចាក់ទៅក្នុងសមុទ្រធ្វើឲ្យបាត់បង់តុល្យភាពគីមីសម្រាប់ទាំងរុក្ខជាតិសត្វលើគោកនិងសត្វសមុទ្រខកាកសំណល់កសិកម្មកាកសំណល់គីមីដែលបានមកពីកសិកម្មមានសារធាតុនីត្រាតនិងសារធាតុដែលប្រើប្រាស់សម្រាប់សម្លាប់សត្វល្អិតគេបានប្រទះឃើញមាននៅក្នុងទឹកក្បែរឆ្នេរសមុទ្រពុលទាំងនេះធ្វើឲ្យត្រីខ្វះខ្យល់ដកដង្ហើមធ្វើឲ្យវាស្លាប់បានគោកាកសំណល់លំនៅដ្ឋានភាគច្រើនជាសំណល់ដែលមានបំបែកធាតុជីវៈគេយកទៅធ្វើជាជីកំប៉ុស្តមួយផ្នែកទៀតគេកែច្នៃឡើងវិញសំណល់ប្រភេទនេះមិនសូវប៉ះពាល់ដល់ខ្លាំងដល់បរិស្ថាននោះទេលើកលែងតែសំណល់វិទ្យាសាស្ត្រដែលគ្រោះថ្នាក់ដល់សុខភាពមនុស្ស1.2 ការប្រែប្រួលបរិយាកាសការកើនឡើងកម្រិតទឹកសមុទ្រដោយតកល់រលាយនៅប៉ូលនិងកើនឡើងនៃបរិមាណទឹកសមុទ្របង្កឲ្យកោះតូចលិចនិងការថយក្រោយនៃឆ្នេរសមុទ្រសមុទ្រស្រូបយកនៅឧស្ម័នកាបូនឌីអុកស៊ីតច្រើនជាងអុកស៊ីហ្សែនដែលបង្កឲ្យមានជាតិអាស៊ីតកើនឡើងនៅក្នុងសមុទ្រហើយរំខានដល់ប្រព័ន្ធចំណីអាហារសមុទ្រនិងឧស្សាហកម្មនេសាទការចុះខ្សោយនៃជាតិកាល់ស្យូមបណ្ដាឲ្យសម្បកនិងឆ្អឹងរបស់សត្វសមុទ្រចុះខ្សោយផងដែរ 1.3 នេសាទហួសហេតុសកម្មភាពនេះប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រដោយបណ្ដាឲ្យស្តុកត្រីថយចុះបាត់បង់នៅជីវៈចម្រុះនិងខូចខាតទីចម្រុះរបស់សត្វនៅក្នុងសមុទ្រវាក៏រំខានដល់បណ្ដាញអាហារក៏ឲ្យមានការផុតពូជនិងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីសមុទ្រចុះខ្សោយទៅនឹងការប្រែប្រួលអាកាសធាតុការប្រែប្រួលនៃប្រព័ន្ធអេកូឡូស៊ីនេះអាចប៉ះពាល់ដល់សេដ្ឋកិច្ចផ្លូវទឹកនិងសង្គមរួមមានការបាត់បង់ការងារការខ្វះខាតអាហារដូចជាត្រីក្តាមបង្កងជាដើមដល់ចំណុចទី2កត្តាសេដ្ឋកិច្ច 2.1 ការដឹកជញ្ជូនតាមផ្លូវទឹកការដឹកជញ្ជូនតាមផ្លូវទឹកចំណេញប្រាក់និងឥន្ធនៈហើយក៏ស្រួលធ្វើដំណើរផងដែរប៉ុន្តែរៀងរាល់ថ្ងៃមាននាវាដឹកជញ្ជូនរហូតដល់ 50,000 គ្រឿងនាវាទាំងអស់នោះបញ្ចេញនៅឧស្ម័នពុលប៉ះពាល់ដល់បរិយាកាសដូចជាឧស្ម័នអាសូតកាបូនឌីអុកស៊ីតនិងកាបូនម៉ូណូអុកស៊ីតជាដើមហើយក៏បញ្ចេញនៅកាកសំណល់សារធាតុគីមីធ្លីប្រេងនិងអីវ៉ាន់ដែលធ្លាក់ចុះពីនាវាសរុបមកវិស័យដឹកជញ្ជូនបង្កស្លាកស្នាមមួយផ្នែកធំលើបរិស្ថានដែលធ្វើឲ្យមានការបំពុលសមុទ្រការបាត់បង់ជម្រកសត្វនិងការផ្លាស់ប្ដូរនៃសីតុណ្ហភាពសមុទ្រផងដែរការអភិវឌ្ឍច្បាប់និងប្រើបច្ចេកវិទ្យាស្អាតជាកត្តាចាំបាច់សម្រាប់ការកាត់បន្ថយផលប៉ះពាល់លើប្រព័ន្ធអេកូឡូស៊ី2.2 សកម្មភាពទេសចររៀងរាល់ថ្ងៃទេសចររាប់លានអ្នកកំពុងដើរកម្សាន្តស្នាក់នៅតំបន់ឆ្នេរដើម្បីឆ្លើយតបទៅនឹងកំណើនទេសចរគេបានរៀបចំឲ្យមានសណ្ឋាគារប្រណិតកន្លែងកម្សាន្តអគារធំកប៉ាល់កម្សាន្តកំពុងផែទេសចរដើម្បីទប់ទល់នឹងកំណើនទេសចរដ៏ច្រើនលើសលប់ប្រទេសខ្លះមានកម្រិតទីតាំងទេសចរាចរណ៍ការពារមជ្ឈដ្ឋានដែលងាយខូចខាតលំនាចភ្នូរខ្សាច់អ្នកទេសចរស្រឡាញ់ឆ្នេរច្រើនសន្ធឹកសន្ធាប់បានមកលេងឆ្នេរក្នុងតំបន់ត្រូពិចចាប់ពីប្រទេសថៃដល់មិចស៊ិកនិងនៅលើកោះមួយចំនួននៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រឥណ្ឌា2.3 បណ្ដុំប្រជាជននគររូបនីយកម្ម
ចូលនៅត្រូវដើរទន្ទឹមគ្នានឹងការអភិវឌ្ឍសេដ្ឋកិច្ចសំណល់លំនៅដ្ឋានបន្ទីពេទ្យសាលារៀននិងសំណង់ផ្សេងទៀតត្រូវបង្កើតឡើងសម្រាប់បំពេញតម្រូវការរបស់មនុស្សដែលកើនច្រើនលើសលប់គេបានរកឃើញថាក្នុងចំនួនប្រជាជនសកលលោកទាំង 3.2 ពាន់លាននាក់មានចំនួន 30% ទៅហើយដែលរស់នៅក្នុងចម្ងាយ 50 គីឡូម៉ែត្រពីឆ្នេរអាហ្នឹងអាចច្រឡំការបកស្រាយរបស់ខ្ញុំបាទត្រូវបានជាបញ្ចប់សូមអរគុណ